ទីហ៊ានថៃមួយក្រុមបានបាញ់សម្លាប់មេក្រុមរបស់ខ្លួនស្លាប់2នាក់បងប្អូននេះបើតាមលោកភីតាផុសកាលពីថ្ងៃទី7ខែតុលាឆ្នាំ2025ដោយសារតាបែបកូនទាហានដូច stress ពេកឬមួយក៏មួយទៀតអ្នកខ្លះថាសុំទៅទីហត់បានអញ្ចឹងហើយកូនទាហានទាំងអស់ហ្នឹងគឺយាមនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃហ្នឹងផាយជារងសម្ពាធខ្លាំងពេកបានបាញ់សម្លាប់មេក្រុមរបស់ខ្លួនណាស្លាប់2នាក់បងប្អូនអញ្ចឹងឃើញថាទីមថៃមួយចំនួនណាគឺអត់ហ៊ានច្បាំងមួយកងទ័ពខ្មែរយើងទេមិនចង់ណាគឺអត់ហ៊ានច្បាំងហ្មងដោយសារថាវាដឹងពីសមត្ថភាពរបស់ទាហានរបស់វាពួកវាពេលខ្លះទាហានថ្មីទេមិនដូចទាហានរបស់យើងសិតតែជើងចាស់សិតតែអត់ខ្លាចស្លាប់បើទាហានពួកវាភាគច្រើនក្មេងៗអ្នកខ្លះថាទាហានគេហៅថាកតាបកិច្ចអញ្ចឹងពួកវាអត់សូវហ៊ានមូមុតដូចទាហានរបស់យើងទេដោយវីរៈកងទ័ពរបស់យើងអញ្ចឹងធ្វើឲ្យអ្នកដែលនៅចាំកន្លែងនៅចាំប្រទាយនឹងយូរពេកទៅវាមានអារម្មណ៍ថាធុញថប់អ្នកខ្លះអត់ចង់ចូលទាហានឲ្យបង្ខំគ្នាឲ្យមកយាមតាមបន្ទាត់ព្រំដែនដល់ពេលវាធុញថប់ពេកវាបាញ់សម្លាប់មេរបស់វាស្លាប់2នាក់កាលពីថ្ងៃទី7ខែតុលាឆ្នាំ2025ណាបងប្អូនហ្នឹងហើយអញ្ចឹងយើងឃើញថាថៃវាខ្លាំងជាងយើងបានតែសភាវុធទេខ្លាំងជាងយើងបានតាយន្តហោះច្បាំងបានតាក្របបែកឆ្កោមបានអីទេតែបើសិនជាប្រយុទ្ធថ្មើរជើងអត់ឈ្នះយើងទាហានយើងដាច់ខាតគឺអត់ឈ្នះបើទាហានយើងតែម្ដងព្រោះតាមការចុះផ្សាយទាហានយើងដូចជាជាប់លេខ6លើពិភពលោកទាហានថ្មើរជើងអញ្ចឹងគឺអង្គអាចក្លាហានណាសូម្បីតែមេតបនៅភូមាក៏ឲ្យកងទ័ពរបស់វាកងទ័ពរបស់ពួកគេហ្នឹងយកតម្រាប់តាមទាហានកម្ពុជារបស់យើងដែរដោយសារតែគេឃើញពីភាពអង្គអាចក្លាហានរបស់កងទ័ពរបស់យើងបងប្អូនអញ្ចឹងឃើញថាថៃមិនយូរមិនឆាប់ឯគង់តាវិនីទេទាហានរបស់វាចាប់ផ្ដើមបះបោម្ដងមួយដូចយើងឃើញថាកាលប្រហែលខែមុនមិនអាមេទាហានបាញ់សម្លាប់កូនទាហានខ្លួនឯងឥឡូវហ្នឹងកូនទាហានបាញ់សម្លាប់មេទាហានវិញស្លាប់2នាក់មេកងស្មើនឹងមេកងអញ្ចឹងមានអីទៀតយើងមិនបាច់នេះទេវាពីនេះខ្លួនឯងពួកអាថៃហ្នឹងឲ្យតែនៅតែត្រៀមទឹកដីខ្មែរចង់បានប្រាសាទខ្មែរនេះគឺជាគេហៅថាទំនាយផងក៏ដូចជាភាពបាក់ស្បាតរបស់ទាហានឯងដែលឃើញពីភាពអង្គអាចក្លាហានរបស់ទាហានយើងតិចជាងវាមែនប៉ុន្តែទាហានរបស់វាចូលមកងាប់ចូលមកងាប់អញ្ចឹងវាភ័យវាខ្លាចដែរពួកអាទាហានទៅតាមកិច្ចហ្នឹង Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ